បាទវីដេអូនេះគឺឆ្លើយតបនឹងបងអូនស្រីម្នាក់ដែលគាត់ចង់ដឹងពីរបៀបគណនារោគចំនួនថ្ងៃបាទរវាងថ្ងៃខែ2ដល់2ថ្ងៃមានថ្ងៃចាប់ផ្ដើមនិងថ្ងៃបញ្ចប់ចឹងមកដោយដកថ្ងៃសៅរ៍អាទិត្យនិងថ្ងៃបុណ្យចេញអញ្ចឹងសម្រាប់ថ្ងៃឈប់សម្រាកបងប្អូនអាចបញ្ចូលឲ្យហើយមកតើក្នុងមួយឆ្នាំហ្នឹងយើងឈប់ថ្ងៃណាខ្លះបាទព្រោះថាកន្លែងនីមួយៗគឺអត់ដូចគ្នាទេជួនកាលបុណ្យខ្លះគាត់ឈប់ខ្លះក៏អត់គាត់ឈប់ដែរអញ្ចឹងទៅក្នុងខែ5របស់យើងនេះគឺយើងមានថ្ងៃឈប់សម្រាក4ថ្ងៃបាទចឹងយើងបញ្ចូលវាហើយចឹងបងប្អូនអាចបញ្ចូលឲ្យមួយឆ្នាំមកហើយហ្មងក៏បានដែរបាទចឹងដើម្បីយើងរកចំនួនដែលដកថ្ងៃសៅរ៍អាទិត្យហើយនិងថ្ងៃបុណ្យចេញខ្ញុំប្រើប្រាស់ទៅលើរូបមន្តមួយគឺ network day ចឹងរូបមន្ត network day គឺយើងសម្រាប់រាប់ចំនួនថ្ងៃដែលដកថ្ងៃសៅរ៍អាទិត្យហើយនិងថ្ងៃបុណ្យចេញឬក៏ public holiday ហ្នឹងតើឥឡូវយើងសរសេរទាំងអស់គ្នាចឹងខ្ញុំស្មើមកបាទ network day បាទអញ្ចឹងយើងមាន start date ហើយនឹង end date អញ្ចឹងបងប្អូន select នៅលើ start date របស់យើងមកថ្ងៃចាប់ផ្ដើមហើយនឹង end date បាទហើយនឹង holiday អញ្ចឹង holiday យើងសេចទាំងអស់មកណាមានប្រមាណយើងសេចទាំងអស់មកឬក៏បងប្អូនមានមួយឆ្នាំទាំងមួយឆ្នាំក៏បានសេចតែក្នុងខែនឹងក៏បានដែរបាទយើងលេខមកប៉ុណ្ណេះក៏បានដែរហើយយើងបិទពុកកញ្ចក់វិញមកបន្តមក enter បាទអញ្ចឹងគឺមាន9ថ្ងៃដែលជាថ្ងៃដែលយើងធ្វើការហ្មងណាបាទអញ្ចឹងបើសិនយើងរាប់ចំនួនថ្ងៃដែលជាក់ស្ដែងតែម្ដងខ្ញុំអាចប្រើប្រាស់រូបមន្តមួយទៀតនេះខ្ញុំហៅចំពោះថ្ងៃជាក់ស្ដែងណាដែលអត់ដកសៅរ៍ឬក៏អាទិត្យឬថ្ងៃបុណ្យចេញទេខ្ញុំប្រើdate if បាទអញ្ចឹងយើងយក start date ដូចគ្នា end date ហើយនឹង day បាទបើកបញ្ចប់មក enter បាទអញ្ចឹងថ្ងៃដែលអត់ដកគឺ15អញ្ចឹងយើងមកមើល calendar របស់យើងបន្តិចបាទអញ្ចឹងខ្ញុំរាប់ថ្ងៃដែលយើងធ្វើការអញ្ចឹងមានថ្ងៃ2ចាប់ផ្ដើមមែនទេថ្ងៃ1គឺថ្ងៃឈប់បាទអញ្ចឹងយើងថ្ងៃសុក្រថ្ងៃ2មួយថ្ងៃបាទ2ថ្ងៃ3ថ្ងៃ4ថ្ងៃ5ថ្ងៃ6ថ្ងៃ7ថ្ងៃ8ថ្ងៃ9ថ្ងៃអញ្ចឹងមានថ្ងៃ1ដល់ថ្ងៃ16គឺរយៈថ្ងៃដែលយើងធ្វើការគឺតែ9ថ្ងៃទេបាទអញ្ចឹងចម្លើយរបស់យើងគឺត្រូវហើយបាទអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានប៉ុណ្ណឹងអញ្ចឹងសង្ឃឹមថាអាចនឹងឆ្លើយត្រូវសំណួររបស់បងប្អូនចុះបាទអញ្ចឹងបើសិនជាវីដេអូនេះមានសារៈប្រយោជន៍សម្រាប់បងប្អូនអាចជួយ like និងជួយ share ម្នាក់មួយផងបាទសូមអរគុណ